ហើយនៅសួរគ្រូពួកយើងមកពីក្រុមទី25ធ្វើចេះតាក់ទងទៅនឹង computer soft ជាមួយនឹងFlutter framework team member របស់ខ្ញុំមាន3ទី1គឺអសិគាគាត់ពីច្រើនធ្វើទៅលើ front end main screen ច្រើនហើយនឹងមេសាគាត់ធ្វើពីច្រើនតាក់ទងទៅនឹង authentication មួយ Superbase ហើយនឹង configuration ក្នុង application មួយហ្នឹងហើយខ្ញុំចន្ទថាមេកងធ្វើតាក់ទងទៅនឹងពីច្រើនតាក់ទងនឹង back end service layer ដែល fix ចេញពី Superbase នេះ project overview your computer application មួយហ្នឹងវាដូចជា e-commerce website មួយដែលផ្ដោតសំខាន់ទៅលើគ្រឿងកុំព្យូទ័រឬក៏លក់កុំព្យូទ័រអីហើយ technology ដែលយើងប្រើហ្នឹងគឺ Flutter framework ជាមួយនឹង back end Superbase ហើយនឹង technology សំខាន់នៅក្នុង Flutter មានជា provider សម្រាប់ state global state ហើយនឹង share preference ហ្នឹងសម្រាប់ធ្វើ local cache នៅក្នុង app មួយហ្នឹងpurpose នៅក្នុង check មួយហ្នឹងដំបូង problem statement ដោយសារmobile app វានៅមានកម្រិតអញ្ចឹងយើងសម្រេចចិត្តបង្កើត implement your computer application មួយហ្នឹងឡើងលើ Flutter framework យើងសាកតេស្តមើលហើយ purpose របស់ check មួយហ្នឹងគឺ aim ទៅលើ user ដែលគាត់អាច shopping ទៅលើគ្រឿងកុំព្យូទ័រឬក៏ page កុំព្យូទ័រដែលមាន provide filter ជាច្រើននៅក្នុង application មួយហ្នឹងនេះ key filter សំខាន់នៅក្នុង check អានេះយើងរៀបរាប់ត្រួសទៅវាមានដូចជា product catalog មាន search មាន cart មាន check out flow ហើយ user ក៏ sell favorite product របស់គាត់ហើយនឹងទាក់ទងទៅនឹង user authentication ជាមួយនឹង setting profile នេះឥឡូវយើងទៅមើល use case ថា user អាចធ្វើអីបានខ្លះនៅក្នុង project មួយហ្នឹងជាមួយ user គាត់អាច browse ទៅលើ product មានថា view product information នៅលើ application មួយហ្នឹងទី2ទាក់ទងទៅនឹង search product ទី3 add to cart និង check out ហើយនឹងមាន build PC ហើយនឹង compare product base ទៅលើ category ហើយនឹង user ក៏អាច view product by category នេះ system architecture របស់យើងផ្ដោតទាំងមូលទី1គឺមានតាក់ទងទៅនឹង front end layer ហ្នឹងដែលយើងប្រើ Flutter ទី2 back end layer Superbase តែក្នុងហ្នឹងក៏យើងត្រូវមាន layer ច្រើនដើម្បីfetch data ពី Superbase ពី back end ហ្នឹងហើយខាងទៀតនេះគឺជាយ៉ាងណាមួយ please ខាងទៀតនេះគឺយ៉ាងណាមួយដែល show ពី architecture ទាំងអស់ក្តោបនៅក្នុង project របស់យើងជាមួយចេញពី user interaction នៅលើ app មួយហ្នឹងហើយទី2 UI ទី3 provider layer ដែលជា global state management system នៅក្នុង project របស់យើងទី3 repository layer និងដោយ service communicate ជាមួយនឹង Superbase backend ហើយចាត់តទៅនឹង persistent layer storage នៅក្នុង system របស់យើងវាមានចេញមកពីអាចយើងស្ទាត់នៅក្នុង Superbase ហើយនឹងមួយទៀត simple cache ដែលយើងប្រើ share preference នៅក្នុង project របស់យើងហ្នឹងអានេះ technology stack ដោយរៀបរាប់ខាងដើមមាន Flutter
superbase ហើយនឹង library នៅក្នុង Flutter ដូចជា provider ដូចជា share preference ហ្នឹងដែលយើងត្រូវការដើម្បី implement project មួយហ្នឹងសម្រាប់ backend យើងធ្វើ backend as a service យើងប្រើ Superbase ដូចដែលយើង integrate វាមាន feature ដូចជា authentication ហើយយើង store image ដោយប្រើ Superbase storage ដែលដាក់ចូល bucket ហើយនឹង store table model អីចឹងសម្រាប់ state management យើងប្រើ provider ដែលវា store ជា global state សម្រាប់យើងយកទៅប្រើ across the app ហើយដើម្បីឲ្យវា update UI មួយ data dynamically ហើយវា reduce code complexity ហើយនឹងវា share data more efficient សម្រាប់ឯសាសម្រាប់ចូលដល់ផងខ្ញុំ share free preference ហ្នឹងដំបូងយើងត្រូវដឹងថា share free preference ហ្នឹងគឺជាអី share free preference ហ្នឹងវាគឺជា local storage នៅក្នុង Flutter ដែលប្រើសម្រាប់ទុកទិន្នន័យតូចៗនៅលើឧបករណ៍ហើយនៅក្នុងហ្នឹងនៅក្នុង project over computer app យើងប្រើវាដើម្បី store ទុកនៅ login session time color និង user preference ហើយបន្ទាប់មកចូលឆ្លងទៅលើ authentication ហ្នឹងនៅក្នុងឆ្លងហ្នឹងយើងត្រូវដឹងថា authentication ហ្នឹងវាគឺជានេះមួយដែលយើងប្រើសម្រាប់កំណត់ identify user នៅពេល login ដំបូងវាត្រូវពិនិត្យទៅមើល email ក៏ដូចជា password ថាវាត្រូវអត់ហើយបន្ទាប់មកវានឹងផ្ញើព័ត៌មានហ្នឹងទៅ Superbase ដើម្បីផ្ទៀងផ្ទាត់បើសិនបើ login ជោគជ័យ user នឹងអាចទៅកាន់ home page សម្រាប់ challenge ទី2ហ្នឹងយើង challenge មួយនឹង storage management ដូចជា image អីចឹងយើង store ទៅវាបាក់ pass មកវិញបាក់ pass ពី bucket មកជា model យើងវិញដែលប្រើ value render ទៅជា UI ហើយបងមេសាចំណែកចូលចលែងទី3ហ្នឹងគឺ offline persistent នៅក្នុងហ្នឹងពេលខ្លះ user គាត់អាចគ្មាន internet ឬ internet គាត់មិន stable ដូច្នេះយើងប្រើ share preference ហ្នឹងដើម្បីរក្សាទុកនៅ session time color ហើយនឹង user preference នៅក្នុងទូរស័ព្ទរបស់យើងចូលមកដល់ challenge ទី4ហ្នឹងតើតងទៅនឹងការ implement search filter search នៅក្នុង project មួយហ្នឹងដំបូងខ្ញុំត្រូវ implement dedicate screen សម្រាប់filter search មួយហ្នឹងហើយទៅពេលដែល user គាត់ search យើងត្រូវ catch keyword ដែលគាត់ search ទាំងអស់ហ្នឹងហើយ search by keyword ហ្នឹងជាមួយនឹង product state ដែលយើង call ពី fetch ពី backend ហ្នឹងbased លើ keyword របស់គាត់ហ្នឹងហើយយើង render product ទាំងអស់យើង filter product ទាំងអស់ហ្នឹង based លើ keyword របស់គាត់ហើយ render នៅលើ screen និយាយចំទៅ search filter ហ្នឹងគឺមាន dedicate screen មួយសម្រាប់ search ហ្នឹងដល់ពេលដែល user គាត់ search យើង implement ដូច live search មួយចឹងនៅក្នុង filter មួយហ្នឹងឥឡូវ next slide នេះតើតើទៅនឹង screen សំខាន់មួយចំនួននៅក្នុង project មួយហ្នឹងទី1 home screen ឃើញ home screen ដោយសារ user គាត់ log in ទី2 setting ទី3ដូចមាន product detail next slide អានេះ
team contribution kia first សម្រាប់ខ្ញុំខ្ញុំធ្វើមួយ landing ហើយ home screen ហើយធ្វើ check out flow ហើយនឹង support screen ចំណែកខ្ញុំធ្វើទៅលើ implement ទៅលើ superbase authentication develop PC builder ហើយនឹង setting ហើយនឹង dark and light mode សម្រាប់ខ្ញុំធ្វើពីច្រើនតើទៅនឹងlayer repository layer ដែលយើង fix ជាមួយនឹង superbase ហ្នឹងហើយ implement model ក្នុង project របស់ក្នុង project មួយហ្នឹងដូចជា product model category user អីជាដើមហើយតើតើនឹង screen ហ្នឹងខ្ញុំ build បានដូចជា product detail ហើយនឹង search screen ហើយនឹង view by category so next slide នេះតើតើនឹងសរុបមកវិញ project មួយហ្នឹងគឺ feature សំខាន់នៅក្នុង project មួយហ្នឹងគឺ complete បានច្រើនដល់យើងប្រើ back end ប្រើ superbase ជា back end ហើយនឹង authentication ក្នុង back end មួយហ្នឹងនៅក្នុង superbase ហើយនឹង feature សំខាន់ដែលរៀបរាប់ខាងមុខមាន card មាន favorite មាន view product detail មាន search មាន chat មានអីរបស់ទាំងអស់ហ្នឹងភាគច្រើនគឺ work តើតើនឹង future improvement ហ្នឹងយើងចង់ improve ទៅលើតើតើទៅនឹងភាគច្រើនតើតើទៅនឹង payment gateway integration ជាមួយនឹង third party ដូចជា Stripe ឬក៏yes anything ឲ្យតែ payment gateway backend service គឺយើងអត់ចង់ improve ទៅលើហ្នឹងហើយទី3តើតើទៅនឹង application ទី4ដូចជា admin web based dashboard ហើយនឹងចង់ explore តើតើទៅនឹង performance optimization ក្នុង project ហ្នឹង next slide ចុងក្រោយអរគុណដល់លោកគ្រូដែលបានមើលការ present របស់ពួកយើងហើយយើងចូលទៅដល់ការ demo ទាំងអស់គ្នាហើយ demo យើង demo ផ្នែកសំខាន់មួយចំនួននៅក្នុង project របស់យើងproject section ក៏បានចូល project section ក្នុង project របស់យើងហ្នឹងគឺយើងរៀបគឺ structure project modular បានន័យថាយើង structure វាតាម filter យើងមានដូចជា filter for authentication មាន card មាន check out តាមហ្នឹងសម្រាប់មុនយើងបានប្រើយើងត្រូវ initialize supervision ហើយយើង load ពួក URL ហើយ application យើង load ពី env ដើម្បីឲ្យវា work module folder repository នេះចាំទៅវាដូច service call communicate ជាមួយនឹង superbase ហើយយើង call repository ហ្នឹងទៅក្នុង provider ដែលយើងចង់ឧទាហរណ៍យើងមានចូល product provider នៅក្នុងនេះយើងមាន product provider អញ្ចឹងយើងត្រូវ implement state ដែលយើងចង់ store data ជា state មួយហ្នឹងហើយយើង call function បែបទៅលើការត្រូវការរបស់យើងពី repository ហើយ UI គឺយើងមានថាយើង call provider ទៅក្នុង screen ឬក៏ widget UI ដែលយើងចង់ប្រើ provider មួយហ្នឹងធ្វើការ demo នេះគឺជា landing page ដែលមានដូចជា feature PC component ហើយ
នេះគឺជា feature PC component យើងវាមានប៉ុណ្ណឹងហើយបន្ទាប់មកsort by category នៅក្នុងនេះពេលយើងចុចចូល gaming laptop មកវានឹងឃើញgaming laptop ហ្នឹងនៅក្នុងហ្នឹងហើយយើងអាច add favorite អីបានហើយតបមកនេះមាន network អីតែនេះវាអត់តន់មានទេនេះគឺជា custom PC build របស់យើងហើយនេះវាគឺជាប្រភេទនៃ gaming laptop នេះគឺជា model របស់ laptop ហ្នឹងហើយយើងអាចចុចចូលមើលកន្លែង add favorite ដែលយើង add មិញយើងនឹងឃើញនៅ product detail នេះគឺជា product detail render product based ទៅលើ category ដែល user គាត់ click ហ្នឹងអញ្ចឹង category ដែល user គាត់ click ហ្នឹង PC អញ្ចឹងវា render logic មួយដែលខាច់category ពី current product ហ្នឹងហើយ render related product ហើយបន្ទាប់មកយើងចូល screen បន្ទាប់គឺ builder screen នៅក្នុង builder screen នេះវាមានcategory ប៉ុណ្ណឹងដែរហើយមានដូចជា processor graphic card memory motherboard storage power supply computer cache and CPU color យើងអាចចុច detail នៅក្នុងហ្នឹងបានហើយនេះគឺជាកាតនីមួយៗហើយបន្ទាប់មកបើយើងចង់ទិញវាយើងអាចចុចបានដែរនេះគឺវា load តម្លៃនៅលើនេះឧទាហរណ៍ខ្ញុំចង់ទិញ graphic card មួយទៀតយើងចុចទៅលើវាមកវានឹងបូកលុយសរុបនៅក្នុងហ្នឹង memory នេះក៏ដូចគ្នាហើយបន្ទាប់មកយើងចូល card screen នៅក្នុង card screen នេះយើងពេលយើង add to card មកវានឹងឃើញបែបនេះយើងអាចចុចទិញតម្លៃប្រហែល 2 3 វាលុយនេះវានឹងកើនតាមនឹងវានឹងបូកកើនតាមដល់ពេលយើងនេះហើយបន្ទាប់មកចូល support នេះយើងអាចសរសេរបានជា hello វានឹងឆាតមកហើយបន្តមកទៀត screen ចុងក្រោយគឺ setting នៅក្នុង setting នេះនៅពេលដែលយើង log in ទៅយើងនឹងឃើញ email ពួកអីអានៅហ្នឹងខ្ញុំ connect វាជាមួយ email ហើយតិចខ្ញុំនឹង switch វាទៅ live mode វិញនេះគឺជា live mode នៅក្នុងហ្នឹងscreen ខ្លះហ្នឹងវាអត់តន់ clean នៅ color ទេអាហ្នឹងខ្ញុំនឹង improve តាមក្រោយតែបើចូល builder វានឹងឃើញ screen ហ្នឹងវា clean ជាងនេះតែចំណែកកាតអីពួកខ្ញុំអត់តន់បាន improve វាហើយនឹង chat support តើចោលដែរ អរគុណលោកគ្រូនេះគឺជាការ demo របស់ពួកយើង